សួស្តីបងប្អូនទាំងគ្នាវីដេអូថ្ងៃនេះគឺរបៀបផ្ទេរឯកសារពី MacBook ទៅ iPhone និងពី iPhone ទៅ MacBook ដោយមិនបាច់ប្រើខ្សែអញ្ចឹងមកបងប្អូនមានឯកសារជារូបភាពវីដេអូឬក៏ឯកសារ file នានាពី iPhone ទៅ MacBook គឺយើងក៏ប្រើ AirDrop អញ្ចឹងឥឡូវខ្ញុំចូលឧទាហរណ៍ខ្ញុំចូលរូបភាពមួយហើយខ្ញុំ select រូបភាពឧទាហរណ៍ខ្ញុំយករូបភាពប៉ុណ្ណេះចុះបាទអញ្ចឹងយើងទៅបើកលើ MacBook ដើម្បីបើក AirDrop បាទ AirDrop គឺនៅទីនេះហើយយើងកន្លែងនេះយើងយកពាក្យពី no one ទៅ everyone ហើយនៅលើ iPhone របស់យើងគឺជាកន្លែងមួយនេះរូបមួយនេះតទៅទៀតយើងយកពាក្យ AirDrop បាទនេះគឺវាឃើញ MacBook ហើយអញ្ចឹងយើងគ្រាន់តែផ្ញើទៅបាទនៅលើ MacBook យើងគឺនឹងទទួលអញ្ចឹងឯកសារឲ្យបានចូលមកគឺវាបានមកដល់ហើយអញ្ចឹងយើងចូល download គឺយើងនឹងឃើញឯកសារទាំងនេះបាទនេះគឺឯកសារដែលខ្ញុំផ្ញើពី iPhone ទៅកាន់ MacBook ឥឡូវខ្ញុំបានទទួលឯកសារពី iPhone ទៅ MacBook ហើយឥឡូវនេះខ្ញុំនឹងផ្ញើពី MacBook ទៅ iPhone វិញខ្ញុំជឿថាបងប្អូនដែលប្រើ MacBook ហើយនិង iPhone គាត់ជាចេះ share AirDrop ហើយអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនដែលមិនទាន់ចេះបងប្អូនអាចចេះហើយក៏អាចមើលបានបន្ថែមទៀតដែរអញ្ចឹងឥឡូវតខ្ញុំយកផ្ញើទាំង folder តែម្ដងយើងអាចផ្ញើទាំង folder តែម្ដងក៏បានដែរឥឡូវខ្ញុំយក folder មួយនេះចុះនៅក្នុង folder នេះគឺមានឯកសារ6 7ដែរអញ្ចឹងឈ្មោះថាសៀវភៅទីសាមរៀនអញ្ចឹងដើម្បី share បានយើងត្រូវបើក AirDrop នៅលើទូរស័ព្ទ iPhone យើងសិនបាទអញ្ចឹងនេះគឺ AirDrop អញ្ចឹងយើងយក everyone តទៅទៀតនៅលើកុំព្យូទ័រយើងអាច share បានហើយអញ្ចឹងយើងយក AirDrop មកនេះវានឹង load iPhone របស់យើងតទៅទៀតយើងអាចផ្ញើបាននៅលើ iPhone វានឹងទទួលបាទគឺវាមកដល់ហើយករណីយើងផ្ញើទាំង folder អញ្ចឹងវាឲ្យយើងរើសទីតាំងតែយើង save ក្នុង iCloud ឬក៏ក្នុងទូរស័ព្ទបាទខ្ញុំចង់ save ក្នុងទូរស័ព្ទកន្លែងនេះខ្ញុំទៅរើសបាទគឺកន្លែងនេះតទៅទៀតខ្ញុំរើសទីតាំងអញ្ចឹងខ្ញុំចុច save មកបាទគឺវាជាប់ក្នុង download